លោកស្រីអឹមសុគន្ធាដាក់ចំទៅកញ្ញាប៊ីសុធារីថាជាក្មេងឆ្លើយក្រោយដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025ដោយពុំប្រាប់ខ្លួនឲ្យបានដឹងនិងត្រៀមចំណាត់ការក្តៅខណៈពេលដែលលោកស្រីអឹមសុគន្ធាប្រកាសត្រៀមចំណាត់ការក្តៅទៅលើកញ្ញាប៊ីសុធារីដែលបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025ដោយពុំប្រាប់ខ្លួនឲ្យបានដឹងនោះស្រាប់តែកញ្ញាប៊ីសុធារីធ្វើធម្មតាហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះកញ្ញាប៊ីសុធារីបានប្រកាសនៅលើ Facebook របស់ខ្លួនឲ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងការពីម្សិលមិញថាជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅរូបភាពនិងវីដេអូបាយធ្លាយពីការត្រឡប់មកឆាកប្រកួតម្ដងទៀតក្នុងមួយរយៈនេះខ្ញុំសូមបញ្ជាក់ថាខ្ញុំពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025ប្រកាសមែនពេលនេះខ្ញុំសូមក្តីស្រឡាញ់ជំនឿចិត្តឱកាសពីបងប្អូនគ្រប់រូបជឿជាក់លើខ្ញុំម្ដងទៀតដើម្បីឲ្យខ្ញុំបន្តដំណើរទៅមុខដោយយកសមត្ថភាពរបស់ខ្ញុំទៅប្រកួតដើម្បីដណ្ដើមយកប្រកួត Miss Cosmo Cambodia 2025ក្នុងការតំណាងកម្ពុជាទាំងមូលទៅលើឆាក Miss Cosmo International 2025ក្រឡេកមកមើលលោកស្រីអឹមសុគន្ធាដែលជាអតីតអ្នកគ្រប់គ្រង Miss Grand Cambodia វិញហាក់បីដូចជាក្តៅក្នុងចិត្តពន់ពេករហូតបានប្រកាសក្តែងនិងដាក់ចំថាថ្លើមធំណាស់ហ៊ានចូលប្រកួតរំលងខ្ញុំផងមិនដឹងថាដាក់ឈ្មោះអីឲ្យចំទេអាត្មានិយមណាស់បើអ្នករំលងខ្ញុំបែបនេះមិនគិតដល់ខ្ញុំអញ្ចឹងខ្ញុំក៏មិនទុកដែររងចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឆ្លើយខណៈពេលដែលលោកស្រីអឹមសុគន្ធាហៅកញ្ញាប៊ីសុធារីថាជាក្មេងឆ្លើយមានសិល្បករជាច្រើនសម្ដែងនៅការមិនសប្បាយចិត្តសូម្បីតែអ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលផងដែរក្រោយពីមានរឿងនេះហើយធ្វើឲ្យមានការរំគោះរំកើខ្លាំងក្នុងវិស័យបវរកញ្ញាមហាជនជាច្រើនកំពុងរងចាំមើលថាតើកញ្ញាប៊ីសុធារីអាចចូលរួមប្រកួត Miss Cosmo Cambodia តាមបំណងប្រាថ្នារបស់ខ្លួនបានដែរឬយ៉ាងណា